การខេត្តក្រចេះចាសត្វផ្សោតទន្លេមេគង្គបានកើនដល់118ក្បាលបន្ទាប់ពីប្រទះឃើញកូនផ្សោតថ្មីមួយក្បាលទៀតនៅអន្លង់កាំពីខណៈអត្រាគឺស្លាប់មាន0កូនផ្សោតដែលទើបកើតថ្មីមួយក្បាលទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពីក្នុងភូមិកាំពីឃុំសម្បុកស្រុកចិត្តបុរីខេត្តក្រចេះដែលជាកូនផ្សោតទី6បានកើតនាដើមឆ្នាំ2026តាមរយៈវត្តមានកូនផ្សោតថ្មីនេះបានធ្វើឲ្យចំនួនសត្វផ្សោតក្នុងទន្លេមេគង្គនៅកម្ពុជាកើនដល់សរុបចំនួន118ក្បាលលោកមកពន្លកនាយខណ្ឌរដ្ឋបាលចាគឺជលផលខេត្តក្រចេះបានឲ្យដឹងថាកូនផ្សោតកើតថ្មីនេះមានអាយុប្រមាណ3ថ្ងៃមានសុខភាពល្អត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏នឹងក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផលខណ្ឌរដ្ឋបាលជលផលក្រចេះនិងអង្គការ WWF នារុស្ស៊ីថ្ងៃទី27ខែមេសាឆ្នាំ2026គណៈកូនកើតថ្មីនេះកំពុងហែលេងជាមួយសត្វផ្សោតពេញវ័យ6ក្បាលផ្សេងទៀតលោកបានបន្តឲ្យដឹងទៀតថាគិតចាប់តាំងពីថ្ងៃទី13ខែមេសាចាសំទោសខែវិច្ឆិកាឆ្នាំ2024ដល់ថ្ងៃ28ខែមេសាឆ្នាំ2026ពុំមានករណីសត្វផ្សោតស្លាប់នោះទេដែលនេះកំណត់ត្រាប្រវត្តិសាស្ត្រនិងជាលើកទី1របស់កម្ពុជាគណៈ2ឆ្នាំចុងក្រោយនេះមានផ្សោតកើតថ្មីចំនួន14ក្បាលក្នុងឆ្នាំ2025មានចំនួន8ក្បាលស្លាប់0និងដើមឆ្នាំ2026គិតត្រឹមចុងខែមេសានេះមានចំនួន6ក្បាលស្លាប់0នេះជារឿងដ៏រីករាយមួយសម្រាប់បងប្អូនខេត្តក្រចេះតែកាលណាផ្សោតកើនឡើងច្រើនវាជាការតាក់ទាញភ្ញៀវទេសចរនៅពេលដែលគាត់អញ្ជើញទៅលេងខេត្តក្រចេះគាត់អាចទៅទស្សនាផ្សោតជាច្រើនអញ្ចឹងគឺងាយបានឃើញនៅពេលដែលផ្សោតកាន់តែច្រើនទៅសត្វនឹងឆ្លាតបាទអញ្ចឹងចេះលោតបាទបង្ហាញខ្លួនឲ្យភ្ញៀវទេសចរបាទគាត់ឃើញគាត់សប្បាយចិត្តបាទភ្ញៀវទេសចរដែលបរទេសបាទគាត់ទៅលេងបាទយើងសប្បាយចិត្តបាទឃើញមានបរទេសគាត់មកលេងនៅកម្ពុជាច្រើនណាបាទមិនថាជាតិសាសន៍អ្វីក៏ដោយឲ្យតែមកបាទគឺគាត់មានបំណងបាទនៅក្នុងការសប្បាយរីករាយបាទតាមបែបធម្មតារបស់គាត់ហើយក៏ដូចជាជួយដល់សហគមន៍ទេសចរអញ្ចឹងគឺយើងស្វាគមន៍ទាំងអស់បាទអត់មានគិតថាជាតិសាសន៍ណាទេបាទសំខាន់កុំឲ្យតែមកប្រព្រឹត្តបាទបទល្មើសដូចជា online scam អីបាទហ្នឹងគឺយើងត្រូវតែមានចំណាត់ការទៅលើពួកគាត់វិញហើយ